亲爱的朋友们，大家好！今天我们来继续学中文。ជំរាបសួរបងប្អូនឥឡូវយើងចូលមករៀនបកប្រែភាសាចិនជាមួយគ្នាជាបន្តទៀតបាទខ្ញុំមានអត្ថបទខ្លីមួយទៀតហើយមកចែករំលែកជាមួយបងប្អូនទាំងអស់គ្នាបាទអញ្ចឹងមុននឹងចាប់ផ្ដើមយើងត្រូវទៅសិក្សាពាក្យសំខាន់ដែលមានប្រើនៅក្នុងអត្ថបទនឹងសិនទៅបងប្អូនពាក្យទី1是គឺជា猫ឆ្មា小猫កូនឆ្មា喜欢ចូលចិត្ត不អត់ឬមិន再见លាហើយ去ទៅបាទបងប្អូនទាំងអស់គ្នាបាទយើងបានរៀនពាក្យកលឹះដែលត្រូវប្រើនៅក្នុងអត្ថបទនឹងហើយអស់ហើយឥឡូវយើងចូលមកបកប្រែសាច់អត្ថបទម្ដងតោះអត្ថបទនៅក្នុងថ្ងៃហ្នឹងគឺមានចំណងជើងថា我是一只猫我是一只猫ខ្ញុំគឺជាកូនឆ្មាមួយក្បាលតោះអាហ្នឹងគឺជាចំណងជើងបងប្អូនឥឡូវយើងចូលទៅបកប្រែអត្ថបទតែម្ដង我是一只猫我是一只猫ខ្ញុំគឺជាកូនឆ្មាមួយក្បាល我叫小猫我叫小猫ខ្ញុំឈ្មោះថាកូនឆ្មាអានេះ小猫តែពិតទៅយើងមិនបាច់បកប្រែក៏បានដែរបងប្អូនយើងទុកឈ្មោះគេទៅព្រោះជាឈ្មោះរបស់គេខ្ញុំឈ្មោះ小猫អញ្ចឹងទៅបងប្អូនណាបាទប៉ុន្តែបើសិនយើងបកប្រែគឺបកប្រែថាកូនឆ្មាហ្នឹងណា我喜欢人我喜欢人ខ្ញុំចូលចិត្តមនុស្ស我不喜欢狗我不喜欢狗ខ្ញុំមិនចូលចិត្តឆ្កែទេ再见我去睡觉了再见我去睡觉了លាហើយខ្ញុំចូលទៅគេងហើយអូខេបងប្អូនឥឡូវយើងស្ដាប់សាច់អត្ថបទទាំងមូលឡើងវិញម្ដងទៀត我是一只猫我是一只猫我叫小猫我喜欢人我不喜欢狗再见我去睡觉了អរគុណបងប្អូនទាំងអស់គ្នាបើសិនជាចូលចិត្តវីដេអូនេះសូមកុំភ្លេចជួយចុច like និង share ហើយជួយ follow Facebook page និង TikTok ក៏ដូចជា subscribe YouTube channel របស់ខ្ញុំអ្នកមួយផងអរគុណ